សៀវភៅតម្រង់ទៅព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូ Ofoel Chamber មានចំណងជើងថាទ្វារគ្រោះខាងឯកាស្ដាប់បង្គាប់ព្រះគម្ពីរសាមយូអែលខ្សែទី1ចំពុក3ខ15ស្រេចហើយសាមយូអែលក៏ដេកដល់ព្រឹករួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ាតែខ្លាចមិនហ៊ានជម្រាបពីការជាស្ដែងនោះដល់អេលីទេព្រះជាម្ចាស់កម្រមានបន្ទូលមកកាន់យើងដោយមធ្យោបាយផ្លែកណាស់ប៉ុន្តែព្រះអង្គតែងតែប្រើប្រាស់វិធីដែលអាចងាយច្រឡំដូច្នេះយើងសង្ស័យថាតើនោះគឺជាព្រះសូរសៀងមែនឬទេហោរាអេសាយបានប្រាប់ថាព្រះមានព្រះបន្ទូលមកលោកថាដោយព្រះហស្ថសង្កត់ជាខ្លាំងព្រះគម្ពីរអេសាយចំពោះ8ខ11ពោលគឺដោយសារស្ថានភាពដែលជំរុញលោកជាការពិតគ្មានអ្វីអាចប៉ះពាល់ជីវិតយើងបានទេលើកលែងតែមកពីព្រះតើបងប្អូនគិតថាស្ថានភាពមកពីព្រះហស្ថទ្រង់ឬវាកើតឡើងដោយចៃដន្យសូមបងប្អូនបង្កើតទម្លាប់និយាយទៅកាន់ព្រះអង្គថាសូមទ្រង់មានបន្ទូលមកចោះព្រះគម្ពីរសាមយូអែលខ្សែទី1ចំពុក3ខ10នឹងនៅពេលកើតមានការទេសសង្កត់សង្កិនសូមបងប្អូនពោលថាសូមព្រះអង្គម្ចាស់មានបន្ទូលមកទូលបង្គំចោះហើយចូលញែកពេលស្ដាប់ព្រះសូរសៀងទ្រង់ត្បិតការអប់រំមានប្រយោជន៍ជាងការដាក់វិន័យទៅទៀតព្រះអង្គដឹកនាំយើងឲ្យចេះនិយាយថាសូមព្រះអង្គម្ចាស់មានបន្ទូលមកចោះសូមនឹកចាំពីពេលចុងក្រោយដែលព្រះអង្គបានផ្ដល់ព្រះបន្ទូលមកយើងតើបងប្អូនបានភ្លេចព្រះបន្ទូលនោះហើយឬតើវាតាក់ទងជាមួយកាន់ព្រះគម្ពីរលូកាចំពោះ11ខ13ឬទេឬកាន់ព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពោះ5ខ23នៅពេលទៀងត្រចៀកស្ដាប់ចូលស្ដាប់ដោយវិញ្ញាណទៅនឹងព្រះសូរសៀងនៃព្រះគ្រប់ពេលឲ្យដូចព្រះយេស៊ូវធ្លាប់ស្ដាប់ជានិច្ចតើយើងហ៊ានប្រាប់អ្នកតំណាងគឺលោកអេលីតាក់ទងនឹងជីវិតយើងផ្ទាល់ដែលព្រះបានបើកសម្ដែងឲ្យឃើញឬទេត្រង់នេះហើយជាទ្វារគ្រោះនៃការស្ដាប់បង្គាប់ដោយសារតែចង់ការពារមនុស្សល្អម្នាក់ដែលយើងរឹបអាននឹងគំនិតថាខ្លួនដឹងល្អជាងព្រះហើយមានធ្វើតាមព្រះハរតីទ្រង់បើព្រះអង្គមានបំណងព្រះハរតីដាស់តឿននរណាម្នាក់ឲ្យងាកចាញ់ពីផ្លូវបាបរបស់គេការនេះគឺប្រៀបដូចជាការធ្វើឲ្យយើងបាត់ធ្មេកម្ខាងឬកាត់អវយវៈមួយចេញពីខ្លួនអញ្ចឹងតែអ្នកដែលមិនហ៊ានប្រាប់គេក៏អាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនវិញផងដែរព្រះគម្ពីរម៉ាថាយចំពុក5ខ29ដល់30សូមគុំសួរនាំមនុស្សឯទៀតអំពីការដែលព្រះបាននាំឲ្យអ្នកធ្វើការសម្រេចចិត្តចំពោះព្រះភិក្ខទ្រង់ហើយបើអ្នកសួរយោបល់គេស្ទើរតែរហូតអ្នកក៏នឹងកើតមាននៅគំនិតសង្ស័យដែលជាយុទ្ធសាស្ត្ររបស់សាតាំងដែលសូមអាននៅព្រះគម្ពីរលោកុបាទចំពុក3ខ1ដល់6សាវកពោលបានប្រាប់ថានៅពេលព្រះសពព្រះハរតីនឹងបើកសម្ដែងព្រះច្បត្រាទ្រង់មកក្នុងខ្ញុំដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អពីទ្រង់ដល់ពួកសាសដតីនោះខ្ញុំមិនបានទៅប្រឹក្សានឹងសាច់ឈាមទេព្រះគម្ពីរកាឡាទីចំពុក1ខ16